normally យើងរៀន3ឆ្នាំប៉ុន្តែដោយឡែកពួកហ្នឹងប្រឡងទី12ទៅអូខេដោយឡែកយើងប្រឡងបាក់ឌុប so qualification របស់យើងវាអត់ equivalent ជាមួយនឹងគេទេមានន័យថាយើងអាចទៅ direct university បានទេអញ្ចឹងជាទូទៅហ្មងគឺយើងត្រូវតែរៀន foundation សិនអញ្ចឹងយើងត្រូវរៀន foundation 1ឆ្នាំបូកនឹង bachelor 3ឆ្នាំមកនៅខាងនេះខ្ញុំបានសួរព័ត៌មានយល់ដឹងអំពីការ apply scholarship ហើយនឹងតាម uni នីមួយៗដូចជានៅក្នុងប្រទេសនីមួយៗផ្សេងគ្នាទៅគ្នាគុំណនទៅថ្ងៃណាក៏ខ្ញុំចង់រៀនខាង IR បើពេញហ្មងគឺ international relation ដោយសារតែគោលបំណងរបស់ខ្ញុំហ្មងចង់ទៅបន្តការសិក្សានៅខាងក្រៅ so that's why បាទខ្ញុំចង់ apply ហើយនឹងដឹងព័ត៌មានអំពីទៅរៀននៅខាងក្រៅដោយបានចំណេះដឹងទូលំទូលាយជាងនឹងបានបទពិសោធន៍ថ្មីដូចជាឃើញពិភពលោកនៅជុំវិញនឹងមានការផ្លាស់ប្ដូរបែបណាខ្លះដើម្បីបានបទពិសោធន៍ថ្មីយកមកជួយអភិវឌ្ឍនៅក្នុងប្រទេសរបស់យើងអំពីរបៀបរបបការអភិវឌ្ឍផ្សេងដើម្បីមកអភិវឌ្ឍនៅក្នុងប្រទេសយើងដូចគ្នា advice របស់ខ្ញុំចង់ឲ្យពួកគាត់ខិតខំប្រឹងរៀនមុខជាផ្សេងដូចគ្នាប៉ុន្តែបើសម្រាប់ភាសាហ្មងគោលគឺអង់គ្លេសឲ្យគាត់ខិតខំរៀនអង់គ្លេសបានច្រើនដើម្បីងាយស្រួលនៅក្នុងការ apply scholarship ហើយភាសាអង់គ្លេសហ្នឹងគឺវាជាភាសាគោលសម្រាប់ពិភពលោកហ្មងដោយសារតែគេយកភាសានិយាយជាទូទៅវាងាយស្រួលនៅក្នុងការប្រស័យតាក់ទងគ្នាកម្មវិធីនេះពិតជាល្អមែនទែនចំពោះសិស្សនិស្សិតទាំងអស់ដែលគាត់អាចនឹងស្វែងរកឱកាសដើម្បីទៅរៀននៅក្រៅប្រទេសជាពិសេសមានស្ថាប័នតំណាងស្ថាប័នដែលគាត់បានចូលរួមថ្ងៃនេះយើងអាចនឹងមានឱកាសក្នុងការនិយាយផ្ទាល់ជាមួយនឹងស្ថាប័នទាំងអស់ហ្នឹងដែលយើងអាចចូលដឹងអំពីតម្លៃសិក្សារបៀបទទួលបាន scholarship ឬក៏ the application មួយចំនួនដែលយើងត្រូវបំពេញផងដែរបងខ្ញុំគិតថា event នេះគឺល្អមែនទែនហើយខ្ញុំសង្ឃឹមថានៅក្នុងប្រទេសយើងនឹងអាចនឹងមាន event ដូច IDP អញ្ចឹងជាច្រើនទៀតបងចំពោះការផ្ដាំផ្ញើទៅសិស្សានុសិស្សខ្ញុំចង់ឲ្យពួកគាត់ចូលរួម event នឹងឲ្យបានច្រើននៅជារៀងរាល់ឆ្នាំដោយសារវាជាឱកាសល្អមែនទែនដែលយើងអាចនឹងដឹងព័ត៌មានពី university ពីប្រទេសផ្សេងទៀតដែរខ្ញុំយល់ថាពិព័រណ៍នេះមានសារៈសំខាន់ខ្លាំងមែនទែនព្រោះផ្ដល់ឱកាសដើម្បីយុវជនជំនាន់ក្រោយហើយជំនាន់បច្ចុប្បន្នហ្នឹងគាត់មានឱកាសស្វែងយល់នៅលទ្ធភាពក្នុងការបន្តការសិក្សានៅប្រទេស6 7ដែលគេបានរៀបចំនេះដូច្នេះគឺជាឱកាសមួយដែលគាត់ហើយនឹងក្រុមគ្រួសារអាណាព្យាបាលរបស់គាត់អាចមានឱកាសមកសំណេះសំណាលជជែកនិងស្វែងយល់អំពីការសិក្សានៅក្រៅប្រទេសហើយប្រទេសយើងសប្តាហ៍យើងកំពុងតែជំរុញដើម្បីលើកទឹកចិត្តឲ្យយុវវ័យចំនួនក្រោយនេះក៏គាត់មានឱកាសទៅរៀនបានច្រើនហើយយើងសប្បាយរីករាយហើយយើងគិតថាឱកាសនេះគឺល្អមែនតើអញ្ចឹងហើយបាទខ្ញុំព្យាយាមនាំចៅទាំង3ដើម្បីមកស្វែងយល់ហើយយើងស្វែងយល់យើងគិតថាយើងគួរទៅខាងណាមកខាងណាដើម្បីបន្តឱកាសឲ្យគាត់បានរៀនវែងឆ្ងាយទៅនៅពេលក្រោយទៀតបាទអស់លោកដែលជាអាណាព្យាបាលឪពុកម្ដាយរបស់ក្រុមគ្រួសាររបស់យុវវ័យទាំងអស់នៅកម្ពុជានេះគឺគួរយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅរបស់ខ្លួនហើយជំរុញឲ្យគាត់ខំប្រឹងរៀនពីព្រោះតែមានតែការសិក្សាទេហើយជាពិសេសការសិក្សាដែលកម្រិតជាន់ខ្ពស់កម្រិតអន្តរជាតិគឺអាចជាវិថីមួយដើម្បីនាំទៅគាត់ទៅដល់ការរីកចម្រើនមួយដែលខ្ពស់សម្រាប់ក្រុមគ្រួសារគាត់ក៏ដូចជាក្រុមសម្រាប់សហគមន៍របស់គាត់ព្រមទាំងប្រទេសរបស់យើងទាំងអស់គ្នាបាទ